បងអូនណាកិនប្រហុកឆ្អឹងឲ្យខ្លាយជាប្រហុកសាច់ពីព្រោះអីពេលស្លខ្ជិលច្រាមពេលស្លខ្ជិលជ្រុំតាំងពីកើតមកគឺហូបតែប្រហុកឆ្អឹងខ្ញុំអត់ចូលចិត្តហូបប្រហុកសាច់ឯងនិយាយមែនបងប្អូនពោះអីម្ដាយខ្ញុំរាល់ឆ្នាំគាត់ធ្វើប្រហុកហូបខ្លួនឯងដល់ពេលអញ្ចឹងទៅខ្ញុំអត់ចេះហូបប្រហុកប្រហុកសាច់ទេហើយគាត់ទឹមផ្ញើមកដល់ពេលគាត់ផ្ញើមកអញ្ចឹងទៅគាត់អត់ផ្ញើទឹកប្រហុកមកទេគាត់យកតែសាច់ប្រហុកមកអញ្ចឹងខ្ញុំយកមកដល់នេះកិនលេតតែអាប្រហុកកិនហ្នឹងហូបទៅចុះជាងប្រហុកយើងអត់កិនណាឥឡូវនេះកិនមកហើយខ្ញុំដាក់ចូលកែវផ្លែតពេលត្រូវការស្លជោគយកមកដាក់ក្នុងសម្លតែម្ដងអាប្អូនពៅនៅចិត្តផ្ទះនេះគេថាគេអត់ចេះហូបទេប្រហុកឆ្អឹងដល់គេបានហូបប្រហុកម្ដាយខ្ញុំម្ដងអានោះញ៉ាំដូចក្តាមដុតអ៊ំផ្ញើប្រហុកមកផងមកដល់អង់គ្លេសបងអើយកិនប្រហុកឲ្យខ្ញុំផងយេដល់កដល់ថ្នាក់គេលែងចេះហូបប្រហុកឆ្អឹងដែរនេះឥឡូវនេះហើយមានឈ្មោះអីមកយកផងពេលដែលខ្ញុំកិនហើយចឹងគឺខ្ញុំដាក់ចូលទូទឹកកកធម្មតាណា